ថ្មសូមធ្វើការចម្រើនពរនិងនមស្ការចំពោះប្រជុំ3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកនៃខ្ញុំបកករណាសពការសពលេទាំងពូក៏សូមនមស្ការក្រាបថ្វាយបង្គំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ដោយសេចក្តីជ្រះថ្លានិងសេចក្តីកោតក្រែងក្រៃលែងក៏សូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងប្រទេសខ្មែរនិងក្រៅប្រទេសក្នុងវេលាឱកាសនេះខ្ញុំកណាដែលស្ថិតពនាមចៅអធិការគឺឈ្មោះពនាមធឿនពៅដែលជាចៅអធិការគ្រប់គ្រងនិងដឹកនាំនៅទីអារាមវត្តព្រះបាទបួនស្ថានស្ថិតនៅក្នុងភូមិតាពាំងព្រៃឃុំពពេលស្រុកសូត្រនិគមខេត្តសៀមរាបអញ្ចឹងទីតាំងនៃវត្តរបស់អាត្មានឹងមានជនភេសកដែលមកស្នាក់នៅទីកន្លែងនេះមានចំនួន5ខេត្តដូចជាខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យហើយនឹងបាត់ដំបងប៉ោយប៉ែតផងដែរអញ្ចឹងគឺជារួមមកគឺប្រជាជនដែលស្នាក់នៅក្នុងទីនេះមានចំនួន289គ្រួសារហើយសរុបជារួមប្រជាជនមានចំនួន999នាក់ដែលស្នាក់នៅទីនេះហើយក៏មានការខ្វះខាតគ្រឿងហូបចុកជាចាំបាច់គឺដូចជាទឹកស្បៀងអាហារនិងគ្រឿងទេសផ្សេងៗរបស់ប្រើប្រាស់ในខាងបរិស្ថានហើយជាតង់ភួយមុងខោអាវនិងទំនប់ជើងរៀននិយាយទៅជាគ្រឿងផ្នែកខាងប្រើប្រាស់ផ្ទាល់របស់ញាតិញោមជនភេសកដែលកើតកិច្ចអំពីកិច្ចអំពីសង្គ្រាមដែលចោសៀមឈៀលឱកាសវ័យប្រហារជាកំរោលមកលើដែនដីកម្ពុជាទាំងមូលនេះគឺប្រជាជនដែលជាអ្នកស្រុតត្រង់កើតអត់បានយកអីមកទាំងអស់គឺមានការខ្វះខាតជាច្រើនដូចជាអាត្មាមានសង្ឃដីកាខាងដើមជម្រាបជូនដល់ញាតិញោមនិងម្ចាស់សទ្ធាដែលមានលទ្ធភាពអាចជួយមកឧបត្ថម្ភមកដល់ទីតាំងនៃទីកន្លែងអារាមវត្តដែលអាត្មាបានមានសង្ឃដីកាខាងដើមជម្រាបជូនដល់ញោមនិងបកណាគុំចាស់គ្រប់គ្នាផងដែរអញ្ចឹងគឺការខ្វះខាតទី1គឺទីកន្លែងគឺអត់មានតង់ទេមានអត់មានចេញទេមានតែចូលបន្ថែមអញ្ចឹងគឺអាស្រ័យអានេះអាត្មាសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ព្រមទាំងកណាគុណចាស់គ្រប់អង្គដែលជានៅក្នុងប្រទេសនិងក្រៅប្រទេសសូមមេត្តាជួយជាឧបត្ថម្ភជាស្បៀងអាហារនិងគ្រឿងទេសផ្សេងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានជួយមកទំនប់បំរុងដល់ញោមជនភេសកដែលស្នាក់នៅក្នុងទីវត្តប្របាទបួនឋាននេះទាំងមូលដូចញោមឃើញស្ដែងហើយគឺវាខ្វះខាតច្រើនណាតង់ក៏គ្មានជួនកាលអ្នកខ្លះក្រាលកទេលនៅនឹងដីទៅស្នាក់នៅក៏យកមេឃធ្វើជាដំបូលជួនកាលមានការព្រួយបារម្ភជាខ្លាំងហ្នឹងគឺសុខភាពរបស់គាត់ជាចម្បងខ្លាចមានការកើតគ្រុនឈាមឬក៏គ្រុនក្តៅអីផ្សេងសម្រាប់កុមារក៏ដូចគ្នាដែរណាខ្វះខាតនៅទីជំរកសិក្សាអញ្ចឹងបានមានកន្លែងអាត្មានឹងមានសាលាបឋមនៅក្បែរវត្តនឹងបានចូលរៀនដើម្បីបណ្ដោះអាសន្នកុំអោយកើតបោះបង់ឃ្លាតឆ្ងាយពីសាលាច្រើនខែទៅខ្លាចធ្វើឲ្យណាយសាលាអញ្ចឹងឲ្យកើតមានការចូលរួមសិក្សានៅសាលាបឋមសិក្សាប្របាទបួនឋាននឹងបណ្ដោះអាសន្នហើយនឹងវិទ្យាល័យតាពាំងព្រៃនឹងមួយចំនួនដល់ថ្នាក់ទី7ទី8ទី9ឲ្យជាដើមនៅក្នុងឧបត្ថម្ភសិក្សានៅប្របាទបួនឋាននេះមានចំនួនត្រឹមកម្រិតថ្នាក់ទី6អញ្ចឹងបើញាតិញោមណាមានសទ្ធាអាចជួយជាសម្ភារៈសិក្សាដល់បងប្អូនដែលគាត់បានភេសកមកនឹងក៏សូមជួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបានអញ្ចឹងសូមចម្រើនពរដល់ញោមដែលជាអ្នកមកជួយឲ្យអាត្មាផ្សព្វផ្សាយឲ្យអាត្មាសូមឲ្យញោមផ្ដល់តាមរយៈញោមដែលជាម្ចាស់ account ដែលបានមកថតសកម្មភាពនៅទីតាំងជនភេសកនៅក្នុងទីនេះផ្ទាល់ផងដែរសំណូមពររបស់អាត្មាជាបន្តគឺដូចតដែលថាគឺខ្វះទី1គឺគ្រឿង
ថែទាំបរិស្ថានទី2គឺតង់សម្រាប់បងប្អូនប្រជាជនភាសឹកទី3គ្រឿងឧបភោគបរិភោគមានសម្ភារៈផ្សេងគ្រឿងទេសអីផ្សេងសូមញាតិញោមដែលនៅក្រៅប្រទេសក្តីក្នុងប្រទេសក្តីសូមមេត្តាចូលរួមទៅតាមសទ្ធានិងលទ្ធភាពដែលញោមអាចធ្វើទៅបានគឺថាខ្មែរជួយខ្មែរស្រឡាញ់ខ្មែរស្រឡាញ់សន្តិភាពចង់ឲ្យប្រទេសជាតិមានការសន្តិភាពដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើននិងអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរឹងមាំឡើងបងសូមអរគុណក៏សូមអរគុណមុននឹងបញ្ចប់សូមជូនពរដល់ញោមដែលជាម្ចាស់ account ដែលបានមកថតនៅសកម្មភាពទីកន្លែងនេះសូមឲ្យមានសុខភាពល្អហើយនឹងជោគជ័យក្នុងការងារប្រកបកិច្ចការងារទោះទីជាតិថ្ងៃជួបតែសុខសុវត្ថិភាពនិងរីកចម្រើនតទៅណាជួបតែមនុស្សល្អឲ្យញោមមានកម្លាំងបលែងកុំឲ្យមានរោគាអ្វីមកបៀតបៀនដល់ញោមម្ចាស់ account ដែលបានមកថតទីតាំងនៅកន្លែងនេះផ្ទាល់សូមឲ្យញោមជោគជ័យក្នុងការងារហើយក៏រកទទួលទានមានបានមួយទៀតក៏សូមជូនពរដល់ញាតិញោមទាំងអស់ក្នុងប្រទេសក្រៅប្រទេសនិងញោមជនភាគសឹកជាពិសេសជូនពរដល់បងវរៈកងទ័ពខាងមុខក៏សូមឲ្យមានសុខភាពល្អទី1ក៏សូមឲ្យមានកម្លាំងពលំតតាំងដោយអំណាចវត្ថុស័ក្តិសិទ្ធិដែលគុំក្រងថែរក្សានៅទឹកដីកម្ពុជាយើងទាំងមូលនេះជួយគុំក្រងរក្សានៅវរៈកងទ័ពជួមុខឲ្យគាត់មានសុខសวัสดิភាពហើយមានជ័យជំនះឈ្នះលើខ្មាំងសត្រូវដែលមកឈ្លានពានទឹកដីខ្មែរយើងទាំងមូលនេះផងក៏អញ្ចឹងសូមជាបញ្ចប់ក៏សូមអរព្រះគុណនិងអរគុណបងបើសិនតែញាតិញោមម្ចាស់សទ្ធាចេញមកពីទីក្រុងឬក៏ខេត្តសៀមរាបញោមជិះមកផ្លូវជាតិលេខ6ចូលផ្លូវពលានថ្មីមកចូលបត់មកឆ្វេងដៃផ្លូវលេខ64ភ្នំកលែនព្រះវិហារមកដល់ទីតាំងហ្នឹងមានកែងបត់ឡើងមកភ្នំកលែនបត់មកឆ្វេងដៃទៀតឡើងភ្នំកលែនបន្ទាយស្រីអញ្ចឹងសូមញាតិញោមអញ្ជើញមកទៅតាមGoogle ឬក៏ទីតាំងដែលអាត្មាមានសន្និកាហ្នឹងផងដែរបើមកពីផ្លូវទីក្រុងភ្នំពេញផ្លូវជាតិលេខ6បត់មកស្ដាំដៃណាភ្នំកលែនព្រះវិហារណាបង